មេរៀនជីវិត5យ៉ាងដែលខ្ញុំចង់ចែករំលែកទៅកាន់អ្នកទាំងគ្នាដែលខ្ញុំបានដកស្រង់ចេញពី podcast មួយដែលខ្ញុំបានស្ដាប់ដែលមេរៀនទី1គឺនិយាយទៅជាមួយទៅនឹងការកុំពន្យាពេលមានន័យថាអ្នកទាំងគ្នារងចាំពេលវេលាដ៏ល្អបំផុតបើអ្នកទាំងគ្នាធ្វើប៉ុន្តែកន្លែងហ្នឹងគេចង់ឲ្យអ្នកទាំងគ្នាចាប់ផ្ដើមពីអ្វីដែលអ្នកទាំងគ្នាកំពុងតែមានទីកន្លែងដែលអ្នកទាំងគ្នាកំពុងតែរស់នៅនិងពេលវេលាដែលអ្នកទាំងគ្នាកំពុងតែមានរីឯមេរៀនជីវិតទី2គឺមិនមែនមនុស្សគ្រប់គ្នានឹងនៅជាមួយអ្នកទាំងគ្នាទៅបានជារៀងរហូតទេគឺមានន័យថាអ្នកខ្លះគាត់នឹងដើរចូលមកអ្នកខ្លះគាត់នឹងត្រឡប់ទៅវិញហើយអ្នកខ្លះទៀតក៏គាត់នៅធម្មតាអញ្ចឹងអីដែលអ្នកទាំងគ្នាត្រូវធ្វើអ្នកទាំងគ្នាទទួលយកហើយកុំអនុញ្ញាតឲ្យខ្លួនឯងattachជាមួយនឹងរឿងរ៉ាវទាំងអស់នឹងខ្លាំងពេករីឯមេរៀនជីវិតទី3គឺសុខភាពសំខាន់ជាងអ្វីៗទាំងអស់អ្នកទាំងគ្នាអាចជោគជ័យអ្នកទាំងគ្នាអាចមានលុយប៉ុន្តែបើសិនជាអ្នកទាំងគ្នាគ្មានសុខភាពល្អទេរបស់របរទាំងអស់អ្នកទាំងគ្នានឹងបាត់បង់ទៅវិញអញ្ចឹងចូលថែរក្សាសុខភាពរបស់អ្នកទាំងគ្នាចាប់ពីថ្ងៃនេះទៅរីឯមេរៀនជីវិតទី4គឺកុំប្រៀបធៀបជីវិតខ្លួនឯងទៅនឹងជីវិតរបស់អ្នកដទៃគឺមានន័យថានៅពេលដែលអ្នកទាំងគ្នាព្យាយាមប្រៀបធៀបជីវិតខ្លួនឯងទៅនឹងជីវិតរបស់អ្នកដទៃគឺភាពដូចជាចោលលួចក្តីសុខអ្នកទាំងគ្នាអញ្ចឹងព្រោះនៅលើ social media អ្នកទាំងគ្នាត្រូវដឹងថាពួកគាត់បង្ហាញអីដែលពួកគាត់ចង់ឲ្យអ្នកទាំងគ្នាឃើញបង្ហាញអីដែលគាត់ចង់ឲ្យអ្នកទាំងគ្នាដឹងតែប៉ុណ្្នឹងទេអញ្ចឹងអ្នកទាំងគ្នាដឹងពីជ្រុងមួយទៀតនៃជីវិតរបស់ពួកគាត់ទេអញ្ចឹងអ្នកទាំងគ្នាក៏ពុំគួរអានឲ្យខ្លួនឯងប្រៀបធៀបជីវិតរបស់ខ្លួនឯងទៅនឹងជីវិតរបស់ពួកគាត់ដែលអ្នកទាំងគ្នាឃើញនៅលើ social media ដែររីឯមេរៀនចុងក្រោយគឺវិន័យតែងតែល្អជាងការលើកទឹកចិត្តដោយសារការលើកទឹកចិត្តគឺអត់នៅជាមួយយើងជារៀងរាល់ថ្ងៃទេប៉ុន្តែបើសិនជាអ្នកទាំងគ្នាធ្វើវាជាមួយនឹងវិន័យនឹងនាំអ្នកទាំងគ្នាទៅដល់គោលដៅធ្វើអ្វីដែលអ្នកត្រូវធ្វើបើទោះបីជាអ្នកទាំងគ្នាមិនចង់ធ្វើក៏ដោយ